ក្នុងការសាងសង់របស់ចំនួន$150ខ្ញុំសូមចាំយ៉ាវចំពោះបងប្អូនណាដែលខ្វះខាតថវិកាសាងសង់របស់អាចចាក់ចងនៅអង្គការ3គឺអង្គការអមេរិកហៅថាកសិករប្រាសាទគឺមានតម្រូវការ$1ទុកពី200ក្នុងមួយឆ្នាំគឺខែ100គឺការណា$ទុកពីនៅចាប់តាមគណៈទៅដល់គណៈអភិបាលនិងជាជាអន្តរជាតិគណៈជិតគណៈការទាំងអស់តាមប្រព័ន្ធមួយប្រការគឺគណៈ3គឺមានឡើងប្រុស3នាក់ខ្ញុំគឺម្ចាស់ឡទី20000ខ្ញុំសូមគោរពគណៈអធិបតីទាំងអស់គ្នាគោរពសូមគោរពអង្គគូជាទីរាប់អានខ្ញុំសូមនិយាយចាត់ពីត្រឹមមុនពេលមានឡតែខ្ញុំពិបាកផលពិបាកអត់ដឹកលំឡាយជាការងារអីទៅរកអាចកូនទុកបុកខែភាសាឬស្ងួតបុកខែប្រាំងឬតាមយកមកពូធ្វើជាចំនួនទុកខែភាសាវេទនាណាប៉ុន្តែបន្តមកទៀតតាមលោកប្រធានមន្ត្រីកសិកម្មខេត្តគាត់បានណែនាំខ្ញុំសាកផ្សាយអំពីធ្វើឡជីវៈឧស្ម័នដល់ខ្ញុំស្ដាប់តាមរយៈផងខ្ញុំមានចំណាប់អារម្មណ៍ចង់ធ្វើឡជីវៈឧស្ម័នដល់ពេលបានឡជីវៈឧស្ម័នមកឃើញថាព្រោះជាមុនណាមកទៅកជុំក្រានបាយក៏អត់ល្អព្រោះអីកៅលើមកដាក់លើក្រែដាក់ជុំយកបានដាក់លើដំណប់ឆ្នាំងចាដល់ពេលបានឡជីវៈឧស្ម័នមកកាត់បន្ថយការលំបាកដូចមុនមិនពិបាកដូចមុនទេកាត់បន្ថយច្រើនแล้วมันពិបាកដល់អស់មិនពិបាកខ្ញុំដល់កោនិយាយគ្រូអត់ថាគ្រូប្រើតោតាមបានជីឡជីវៈឧស្ម័នមកគឺទៅចេះបានស្លដល់បាត់អូចូលវាថាផ្លូវខ្សែហើយចូលនេះខ្ញុំអត់ចេះប្រកាសទេអត់ចូលតែអត់មានឧបការណ៍ផងដល់ពេលបានឡជីវៈឧស្ម័នមកខ្ញុំជួនអីគាត់ទៅបើកផ្ទះកាត់លើថាបើកផ្ទះមកទុកនៅលើក្រាននោះខ្ញុំមកធ្វើការងារនោះឡាប់ទៅបាយស្អិតพอចេះទៅបាយឆ្អិនអត់ដែរឆ្លោតទេចាគ្រូចាប់ឲ្យថាប្រយោជន៍មួយទៀតកាកសំណោចំណេញដល់កាកសំណោទី1លេជ្រូកទី2លេទឹកចំណែកក្រៃទី3មកទី4ជលេទី5ចូលចប់លើដំណាំបន្លែក្រៃចាហើយបានធ្វើហុកខ្សែអាចដាក់បានដែរចាចាផលចំណេញជ័យនោះកើតចេញពីហើយចេញពីឡនោះមកដាក់ក្នុងរោងធំជ័យសន្សំជ័យទុកផលជាតិយកដាក់ក្នុងស្រែកាត់ហើយប្រើជាតិគីមីច្រើនទៅចំណេញថាការកាត់ហើយនៅទិញជីគីមីទិញប្រេងកាតអត់បានភ្លើងមិនភ្លើងកោនរៀនបានភ្លើងមិនភ្លើងគឺថាយើងចង់កាត់លេយកទៅទម្លាក់អាចធ្វើបានដែរមានភ្លើងមិនភ្លើងលើផ្ទះហូបដាក់ក្រោមហ្នឹងយើងដាក់ទូទីទៅគឺភ្លើងពេញឈុំចាមិនបាក់យកអកុលទៅចោលមិនបាក់ពេញប្រេងពេលហូបបាយកោអត់គៀនពេលហូបបាយហូបបាយទៅថ្ងៃខ្ញុំសុំគៀនយកទៅរៀនកន្លែងហូបបាយយកឈឹកដល់ពេលបានភ្លើងពូមកដាក់កន្លែងតូនទីនេះកន្លែងហូបបាយនេះមិនយកទេចាផលឡជីវៈឧស្ម័ននេះគឺល្អមែនតើខ្ញុំក្នុងកដល់អង្គពូមីងទាំងអស់ដែលចូលរួមហ្នឹងអាចថាទៅវិញជំនុំគ្នានៅក្នុងឡជីវៈឧស្ម័នទាំងអស់គ្នាសំជីដើម្បីយើងកាត់បន្ថយជីនេះហើយការចំណាយលើយើងច្រើន
យើងយកទីដល់ទីកឧស្ម័នហ្នឹងយកដាក់ស្រែយកស្រោចស្រពលើបន្លែលើស្រូវបានល្អចាដើម្បីឲ្យទីចម្រើនក្នុងក្រុមគ្រួសារយើងកាត់បន្ថយប្រាក់សំយើងឲ្យសល់បានខ្លះសុខភាពយើងល្អបរិស្ថានអនាម័យយើងល្អក្នុងផ្ទះបានកម្មខិតរៀបដែលបានផ្សព្វផ្សាយឲ្យធ្វើដល់ជីវឧស្ម័នហើយមកគាត់ជួយជាផ្ដល់បច្ចេកទេសទូស្រូវនិងដាំបន្លែគាត់ចាខ្ញុំសូមទៅខ្ញុំទៅនិយាយទៅចាអរគុណច្រើនបងស្រីចាស់ដូចជាពូអ៊ំចាសូមជឿទៅកាន់កន្លែងនេះទៅចាអរគុណច្រើនជាមួយនឹងការផ្ដល់ជូននៃប្រកាសទៅនៅអត្ថប្រយោជន៍ហើយទៅការលំបាកមុនការប្រើប្រាស់ក៏ដូចជាភាពងាយស្រួលបន្ទាប់ពីការប្រើឡាជីវឧស្ម័នរបស់ក្រសួងកសិកម្មចាចាអនុញ្ញាតកម្មវិធីជាបន្តមានខ្ញុំសូមគោរពអញ្ជើញលោកបណ្ឌិតសចត្រាតំណាងឯកឧត្តមកៅផលប្រធានយុទ្ធសាស្ត្រវប្បកម្មនិងបសុខជាបាលអញ្ជើញធ្វើចំណាប់អារម្មណ៍ស្ដីពីអត្ថសម្ព័ន្ធអត្ថន័យពិធីអបអរសាទរដល់ជីវឧស្ម័នទី1ទី10000និងទី20000ចាសសូមគោរពអញ្ជើញនាយកប្រចាំការរបស់គណៈ SDG ប្រចាំប្រទេសកម្ពុជាលោកក្រុមឯកឧត្តមសកលវិទ្យាសាស្ត្រនៃសាកលវិទ្យា Life Science ទីក្រុមនិងលោកក្រុមអនុលោកស្រីនិងតំណាងទីកសិកម្មមកពីបរិយាកាសផ្សេងៗនិងជាយើងនិងអង្គភាពទីរបស់និងលោកក្រុមភូមិទាំងអស់ដែលមានវត្តមាននៅទីនេះតាមនេះឲ្យអារម្មណ៍កៅផលប្រធាននាយកដ្ឋានប្រកម្មនិងបសុទ្ធិបាលជាអនុប្រធានគណៈកម្មការទីការប្រព័ន្ធទិសនៅការងារមួយចំនួនដូចខាងក្រោមគឺទី1យើងសង្ឃឹមថានៅមានការគ្រប់គ្រងពីអ្នកធ្វើគោលនយោបាយថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានព្រមទាំងសាកលវិទ្យាល័យការស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យានិងផលប្រយោជន៍នៃឡជីវឧស្ម័ននេះទី2យើងសង្ឃឹមថាការបញ្ចូលកម្មវិធីឡជីវឧស្ម័នទៅក្នុងការអភិវឌ្ឍប្រព័ន្ធកសិកម្មចម្រុះដែលត្រូវបានទទួលការគ្រប់គ្រងយ៉ាងពេញលេញពីថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធទាំងអស់និងទី3សង្កត់ថានាយកដ្ឋានដឹកកម្មបសុទ្ធិបាលក៏ដូចជាមន្ទីរកសិកម្មនានាដែលស្ថិតនៅក្រោមទី3គឺនាយកដ្ឋានដឹកកម្មនិងបសុទ្ធិបាលនិងមន្ទីរកសិកម្មនានាដែលស្ថិតនៅក្រោមក្រសួងកសិកម្មរដ្ឋាភិបាលនិងនេសាទនឹងជួយផ្សព្វផ្សាយផ្នែកឡជីវឧស្ម័នតាមរយៈការបញ្ចូលនៅសកម្មភាពនានាសកម្មភាពនេះនៅក្នុងកិច្ចការស្នូលរបស់នាយកដ្ឋានក៏ដូចជាមន្ទីរកសិកម្មទាំងអស់ទន្ទឹមនេះផងដែរក៏ជាបានសង្ឃឹមថាកម្មវិធីឡជីវឧស្ម័ននេះនឹងត្រូវបានផ្សព្វផ្សាយនិងបញ្ចូលទៅក្នុងផែនការអភិវឌ្ឍគុំស្រុករបស់ខេត្តដែលមានកម្មវិធីឡជីវឧស្ម័នបន្ថែមពីលើនេះខ្ញុំបានសង្ឃឹមថាសាកលវិទ្យាល័យនានានិងវិទ្យាល័យសង្ឃឹមថាបញ្ចូលនៅកម្មវិធីនេះជាកម្មវិធីមួយក្នុងការចូលរួមនៅក្នុងកម្មវិធីសិក្សារបស់សាលាផងដែរឯកឧត្តមលោកជំទាវលោកស្រីទីមេត្រីចាប់តាំងពីឆ្នាំ2005កន្លងទៅនេះគឺប្រមាណជារយៈពេល7ឆ្នាំនៃដំណើរការកម្មវិធីឡជីវឧស្ម័នក្រុមការងារថ្នាក់ជាតិហេតុព្រមទាំងទីប្រឹក្សានិងគណៈកម្មការតំបន់ទឹកនៃកម្មវិធីបានកាត់ផ្នែកជំនះគ្រប់ឧបសគ្គដើម្បីអភិវឌ្ឍវិស័យឡជីវឧស្ម័នតាមលក្ខណៈគ្រួសារបែបទីផ្សារប្រកបដោយនិរន្តរភាពដែលក្នុងនោះគឺមានការសិក្សាគំរូវិស្វកម្មសំឡេងឡជីវឧស្ម័នសមស្របបំផុតសម្រាប់បរិបទប្រទេសកម្ពុជាការបណ្ដុះបណ្ដាលអ្នកបច្ចេកទេសជាងជំនាញនិងអ្នកប្រើប្រាស់និងការបង្កើតការត្រួតពិនិត្យគុណភាពនិងប្រព័ន្ធគ្រប់គ្រងការងារបំពេញកិច្ចការជាច្រើនទៀតយើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំក្រោមការដឹកនាំរបស់ក្រសួងកសិកម្មរដ្ឋាភិបាលនិងនេសាទ
ដែលមានការិយាល័យកម្មវិធីឡជីវៈស្មានថ្នាក់ជាតិដែលហៅកាត់ថា NDP នៅនាយកដ្ឋានផលិតកម្មនិងបសុទ្ធិបាលជាអ្នកអនុវត្តផ្ទាល់នឹងក្រោមជំនួយឧបត្ថម្ភទាំងបច្ចេកទេសទាំងថវិកាពីប្រទេសប៉ូឡង់តាមរយៈអង្គការអភិវឌ្ឍប្រទេសប៉ូឡង់ដែលហៅកាត់ថា SNV ពីរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់តាមរយៈអង្គការ GIZ និងរដ្ឋាភិបាលសិង្ហបុរីតាមរយៈអង្គការ TIM ចំនួនអ្នកប្រើប្រាស់ឡជីវៈស្មានកាន់តែមានការកើនឡើងដូច្នេះដើម្បីទាមទារឲ្យយើងយកចិត្តទុកដាក់បំផុតទៅលើគុណភាពសំណង់ឡជីវៈស្មានគឺការផ្តល់សេវាកម្មក្រោយពេលសាងសង់ដល់គ្រប់ម្ចាស់ឡជីវៈស្មានទាំងអស់ក្នុងគោលដៅធានាថាឡជីវៈស្មានឆ្លើយតបនឹងតម្រូវការរបស់កសិករដែលស័ក្តិសមទៅនឹងថវិកាដែលពួកគាត់បានចំណាយជាប្រការនេះខ្ញុំបានសូមជម្រាបផងដែរពីអត្ថប្រយោជន៍នៃឡជីវៈស្មានដល់ប្រជាកសិករនៅជនបទដោយផ្ទាល់គឺអនុលោកបានជម្រាបកន្លងមកហើយគឺខ្ញុំបានសូមលើកតែសំខាន់យើងឃើញថាឡជីវៈការបង្កើតឡជីវៈស្មានគឺទីមួយជួយធ្វើឲ្យមានការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាកសិករពីការចិញ្ចឹមសត្វលេងដោយសេរីមកការចិញ្ចឹមសត្វដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវគឺមានការចិញ្ចឹមដែលមានត្រង់ដាក់ត្រឹមត្រូវទីពីរចូលរួមនឹងការពារបរិស្ថានគឺមានន័យថាឡជីវៈស្មានចូលរួមកាត់បន្ថយការធ្វើឡជីវៈស្មានចូលរួមនឹងការកាត់បន្ថយការបំភាយឧស្ម័នមេតានឧស្ម័នកាបូនិកពីលំហសត្វនៅតាមបរិស្ថានចឹងជាបងចំណុចនេះទៅទៅជាបងប្អូនចិញ្ចឹមសត្វដែលលេងតាមសេរីគឺមានន័យថាលំមុខជាវាជាការដែលធ្វើឲ្យមានការបំភាយនៅឧស្ម័នមេតានឬឧស្ម័នកាបូនិកដែលមាននៅក្នុងលំមុខនេះចឹងឡជីវៈស្មានគឺចូលរួមចំណែកក្នុងការការពារបរិស្ថានទី3គឺចូលរួមក្នុងការទប់ស្កាត់ការរាលដាលជំងឺឆ្លងមានន័យថានៅក្នុងលំមុខសត្វលំមុខស្រស់គឺតែងតែមានឧបបាក់តេរីឬផ្សេងៗដែលអាចងាយឆ្លងទៅជំងឺចឹងទៅតែយើងធ្វើឡជីវៈស្មានគឺយើងបានប្រមូលគ្រប់គ្រងលំមុខសត្វបានត្រឹមត្រូវទី4សម្រួលបន្ទុកការងាររបស់ស្រីនិងកុមារចូលរួមដោយអនុបានជាផ្នែកតាមរយៈការសម្ដែងរបស់ជនស្ម័គ្រចិត្តយើងគឺថាការងារបន្ទុកជាច្រើនគឺនៅលើស្ត្រីគឺក្នុងការចម្អិនក្តីជាពិសេសលើកុមារបើសិនជាកសិករខ្លះអត់ពេលអត់មានអត់គឺស្ទង់លើកុមារនេះហើយដែលទៅរកកាប់មកពីចម្ងាយដែលធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់កុមារនៅក្នុងគ្រួសារអញ្ចឹងអត្ថប្រយោជន៍គឺជួយសម្រួលនឹងការងារបន្ទុកស្ត្រីនិងកុមារនឹងមានឱកាសក្នុងការចូលរៀនសូត្រផងដែរនិងទី5គឺចូលរួមទប់ស្កាត់នឹងការកាប់ព្រៃឈើនិងធ្វើអុសជូនទី6គឺចូលរួមចំណែកក្នុងការកែលម្អដីកសិកម្មគឺលក្ខណៈទីសេរីរាង្គគឺមានន័យថាប្រសិនតែយើងធ្វើឡគឺការកំណល់ឲ្យចេញពីឡយើងអាចប្រើប្រាស់វិធីសេរីរាង្គនៃយើងនឹងធ្វើជាទៀតក្នុងការរបស់កសិករដែលទទួលឡជំនាញទី1នេះដែលមានប្រព័ន្ធកសិកម្មរបស់យើងដែលប្រើប្រាស់វិធីសេរីរាង្គទាំងពីរក៏ទៀតគឺជំរុញប្រព័ន្ធកសិកម្មចម្រុះដែលនេះជាចំណុចសំខាន់គឺមានន័យថាបើសិនជាយើងមានឡគឺយើងប្រើប្រាស់ប្រព័ន្ធកសិកម្មចម្រុះគឺតែប្រើប្រាស់ឡនេះជាអ្នកតបជាប់រវាងវិស័យផ្សេងៗមានន័យថាបើសិនជាយើងមានឡគឺការសំណល់ដែលឡនេះយើងអាចប្រើប្រាស់ទៅជាចំត្រីក៏ដូចជាប្រើប្រាស់វិធីដែលយើងសម្រាប់ដំណាំឬបន្លែផ្សេងៗនេះគឺការប្រើប្រាស់ឡគឺជាកន្លែងជាប់រវាងវិស័យជាជលផលបណ្ដាជលផលនេះក៏ដូចជាអគ្គកសិកម្មដែរនេះជាចំណុចសំខាន់ដែលយកខាងមានគោលនយោបាយជំរុញប្រព័ន្ធកសិកម្មរបស់រដ្ឋបាលខ្លះទាំងចុងក្រោយនេះគឺបង្កើតការងារនិងប្រាក់ចំណូលរបស់ប្រជាកសិករនិយាយថាបងប្អូនទុកទិញអុកក៏ដូចជាប្រេងសម្រាប់បំពេញឬប្រជាជនផ្សេងទៀតហើយដែលចូលរួមក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករយើងនៅជនបទចឹងតែយើងឃើញថាឡជីវៈស្មានផ្ដល់អត្ថប្រយោជន៍ច្រើននេះជាតកម្មផងដែរជំរាបសូមអំពាវនាវនឹងស្ដារឲ្យប្រជាកសិករដែលមិនទាន់ប្រសិនជាមានឡហើយគឺជាការផ្សព្វផ្សាយនៅកម្មវិធីឡជីវៈស្មាននេះឲ្យបងប្អូនទាំងទៀតចូលរួមក្នុងការសាងសង់ឡជីវៈស្មានហើយប្រសិនបើបងប្អូនណាមិនទាន់មានឡគឺជាការរួមជាងសាងសង់ឡជីវៈស្មានដើម្បីបង្កើនសេដ្ឋកិច្ចរបស់បងប្អូនដូចដែលខ្ញុំបានជម្រាបកន្លងខាងលើនេះ
ជំនាញពីការនេះសូមវាបងដែរជំនាញថាជំនាញបងប្អូនចាប់អារម្មណ៍នឹងការសង់ឡយប៉ុន្តែមានថាទៅអគិសនីមកដល់គឺអាចទៅវិញចឹងជំនាញគឺថាយើងទៅប្រទេសចិនតំបន់ឆ្ងាយគាត់មានអគិសនីប៉ុន្តែគាត់នៅតែតាមសង់ឡហេតុអីដោយសារទី1ពេលបងប្អូនជាប់អគិសនីហើយដល់ពេលកាត់ខែនៅតែពេលគេមកទីលើមិនដឹងថាបងប្អូនចំណាយលុយច្រើនទៅលើការប្រើប្រាស់អគិសនីតែដល់ឡែកទៅតែយើងតាមសង់ឡយើងចំណាយថវិកានៅពេលតាមសង់ប៉ុណ្ណោះតែយើងអាចប្រើរហូតគឺរយៈពេល10ទៅ15ឆ្នាំទៅតែយើងការប្រើប្រាស់ត្រឹមត្រូវចឹងស្ថិតការនេះខ្ញុំសូមនិយាយអំពីវាក៏ដូចជាឲ្យបងប្អូនទាំងអស់ជុំបីជាអភិសិទ្ធិចូលមកតែក្រោយប៉ុន្តែសូមនិយាយតាមសក់ឡយយូរអាត្មាព្រមចូលរួមក្នុងការកាត់បន្ថយការចំណាយផ្សេងៗជាពិសេសលើការចម្អិនអាហារក៏ដូចជាការបំភ្លឺមួយចំនួនតែនេះគឺឲ្យបងប្អូនមិនទៅចំណាយថវិកាទៅលើការប្រើប្រាស់នៃចរន្តអភិសិទ្ធិនេះចឹងចុងក្រោយខ្ញុំសូមអំពាវនាវទៅទទួលបងប្អូនទាំងអស់ដែលចូលរួមក្នុងការសាងសង់ឡយជីវៈអាត្មាបានចុះបានច្រើនកកចឹងចុងបញ្ចប់ខ្ញុំសូមចូលរួមអបអរតាមតឡជីវៈអាត្មាទី20000និងសូមថ្លែងអំណរគុណដល់ម្ចាស់កសិករឡជីវៈអាត្មានិងចំពោះកាការីឡជីវៈអាត្មាដែលក្នុងនោះមាននាយកក៏ដូចជាក្រសួងដែលមានការកសិកម្មដែលមានការគ្រប់គ្រងក្នុងកម្មវិធីនេះនិងនាយកដ្ឋានលក្ខកម្មនិងបសុទ្ធិបាលនិងកាការីទាំងអស់នៅកម្មវិធីឡជីវៈអាត្មា NDP និងសូមថ្លែងអំណរគុណដល់បងប្អូនជាប្រធានមន្ត្រីកសិកម្មដែលមានកម្មវិធីឡជីវៈអាត្មាយើងនៅខេត្តពោធិ៍ហើយទាំងអស់គឺតែបានបំពេញការងារយ៉ាងមុតមុតធ្វើឲ្យកម្មវិធីទទួលបានជោគជ័យដោយរលូនគួរជាទីនុបណានិងសូមជូនខោសរសើរចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីកសិកម្មឡជីវៈអាត្មាជាតិលោកមានការសហការយ៉ាងល្អប្រសើរពីដៃគូអភិវឌ្ឍន៍នេះអង្គការពាក់ព័ន្ធដើម្បីចិញ្ចឹមជីវិតជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានជួបការលំបាកក្នុងការប្រាក់ខាតកម្មផលសម្រាប់ចម្អិនអាហារនិងមកពីទូទៅប្រកបដោយការចិញ្ចឹមសត្វមានលក្ខណៈគ្រួសារត្រូវបានកែលម្អលើកកម្ពស់ជាបន្តបន្ទាប់តាមរយៈការផ្គត់ផ្គង់សេវាបច្ចេកទេសចិញ្ចឹមហើយក្រុមតាមកម្មការសិក្សាឡើងជាលំដាប់នោះបានជំរុញឲ្យខេត្តមានកាត់ដានផលខ្ពស់សម្រាប់ការអភិវឌ្ឍដល់ជីវៈឧស្ម័នដល់ក្រៅវិនិយោគជាវត្ថុជាដើមដល់ជីវៈឧស្ម័នបានដល់នៅប្រភពប្រយោជន៍ដូចជាការសន្សំថវិកាពេលវេលាដល់ស្ត្រីនិងកុមារសុខភាពនិងអនាម័យកម្មផលសម្រាប់ដាំស្លបំភ្លឺអត្ថប្រយោជន៍ទីឡនិងខាងនិងអត្ថប្រយោជន៍ចំពោះបរិស្ថានជាពិសេសធ្វើឲ្យធនធានធម្មជាតិបានកើតឡើងទៅហើយនេះកម្មវិធីមានលក្ខណៈសមស្របណាស់សម្រាប់ខេត្តស្រីយើងមានបង្កាត់ថាកម្មផលប្រើប្រាស់ក្នុងគណៈពេលដែលធនធានគឺการแต่งเรื่องตัวบักบองตรงแต่ประการนี้ส่งผู้การลึกจัดในการสมรุ่นการอ่านว่าการบริการบางตัวลุงตัวเลี้ยงกรุ๊ปมูลค่าเนื้อของแท้ลูกคือรัฐบาลวิเคราะห์กองตุลาพุ่งสังกัดตู้เตียงแท้จำบัดประดับบรรจุของการอภิวัตประจำทำหรือการเป็นนามรุกาในการสร้างต้องรอชีวะอุสมันอย่างเท่านั้นนองมีภูมิประสงค์รอชีวะอุสมันปรามกันไหลอย่างชัดเจนนั้นดำไปดาวเช่นนี้ในการผลเลื่อนการสอบสายในการเกี่ยวกับทับระมีนึกการตัดทอนจากการตู้การตัดทอนการบาดกว่าการหมกปอปลาปลาระบบสุจิปรัตน์หนึ่งตามจนบอกจนนี้จึงคงต้องอยู่บ่อบอกทุกทางมีโต้เรียนระบบประกาศของรัฐหนึ่งอาคารกสิกรประจำไทยตัวมีการช่วยมังกรและนักมีส่วนดาวประเทศว่าทางกองรออาจยื่นรับกับยื่นกับตัวการหนึ่งพระองค์ใจทำไปดำเนินการทางกองรอตามตอนปีนี้ตั้งแต่นี้ก็ไตรยกจับกุกดักเรื่องปัญหาคุณภาพที่จะบอกทำไปถึงนี้บางเรื่องประสิทธิภาพระบบทำหมดดีเอาจำเนินมือที่ผู้ประจับอารมณ์ลูกคือออกรมสับสายแน่นอนก
អំពីរបៀបស្តុកទុកនិងការប្រើប្រាស់ជីឡសម្រាប់បម្រើឲ្យផលិតកម្មចំណីការចិញ្ចឹមសត្វហើយកំណត់ឡស្នាមជីឡស្នាមទាំងជាង 3000 កន្លែងនៅក្នុងកង្ខេតខ្លាយជាមជ្ឈមណ្ឌលអប់រំផ្សព្វផ្សាយបច្ចេកទេសកសិកម្មកម្រិតសហគមន៍ដើម្បីផ្សព្វផ្សាយពុទ្ធមីនិងបច្ចេកទេសទំនើបដល់ប្រជាកសិករក្នុងសហគមន៍ទាំងនោះដើម្បីប្រជាពលរដ្ឋយកកម្មតែច្បាស់និងមានឱកាសចូលរួមកាន់តែច្រើនជំរុញបានការងារបន្ថែមក្នុងគ្រួសារបង្កើនទិន្នផលខ្ពស់បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើងជាទៅកាត់បន្ថយភាពក្រីក្រក្របតាមគោលនយោបាយរបស់រដ្ឋាភិបាលនាអាណត្តិទី5នេះចាំមកចាំសម្រាប់ថ្ងៃនេះគឺបន្តមានសូមឲ្យលោកគ្រូបញ្ជាឲ្យដល់ឲ្យជំនួយដល់វិទ្យាសាស្ត្រជំនួយអធិការលើកដីសមមកនិយាយកែលែងដែលបានចូលរួមជាមួយនឹងអាដាមលោកវិទ្យាលោកស្រីអង្គលោកជាថ្នាក់ដឹកនាំក្រសួងការកម្មកម្មសាស្ត្រយកតាមពលកម្មបសុជាបាវប្រទីកសិកម្មខេត្តត្រកនិងលោកស្រីជាមួយជំនួយជាតិអន្តរជាតិនៅក្នុងទីប្រទេសសារ៉ានេះលោកគោលឡងធ្វើការតបស្នើឡងជីវៈស្នាមការទូសាដែលជាប្រភពខាងពលកើតឡើងវិញជាពិសេសតបស្នើបានទូលំទូលាយដោយផលប្រយោជន៍ឡងជីវៈស្នាមដល់អ្នកប្រើប្រាស់ទូទាំងប្រទេសយកសូមយកឱកាសនេះសម្ដែងនៅកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានរបស់លោកទាវអស់លោកស្រីបានជួយចូលរួមយ៉ាងអោយពីនេះប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅក្រៃនេះឯកលោកទាវលោកស្រីបានជ្រាបថាប្តីបារម្ភមួយដែលមនុស្សទូទៅសង្គមលោកបាននឹងកំពុងប្រឈមនឹងការប្រើប្រាស់ការពលពូជដោយសារកំណើនប្រជាជននិងជាពិសេសការអភិវឌ្ឍផ្នែកឧស្សាហកម្មគ្រប់ប្រភេទដែលតម្រូវឲ្យប្រើប្រាស់ថាមពលបានមកពីធម្មជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងហើយតម្លៃថាមពលបន្តកើនឡើងជាលំដាប់ក្នុងឆ្នាំប្រទេសកម្ពុជាបានចំណាយថវិកាជាច្រើនរយលានដុល្លារសម្រាប់នាំចូលប្រេងឥន្ធនៈគ្រប់ប្រភេទដើម្បីប្រើប្រាស់បម្រើនៅប្រទេសត្រូវការក្នុងស្រុកមួយនេះទៀតការកាត់ឈើការយកឈើធ្វើអបយូរដើម្បីប្រើប្រាស់ជាថាមពលរបស់បងប្អូនកសិករដែលរងដំណើររបស់ជនបទបាននឹងកំពុងបន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំងក្លានៅលើខេត្តកោះឯកឧត្តមលោកវិទ្យាលោកស្រីតាមការស្រាវជ្រាវរបស់កម្មវិធីឡងវិទ្យាស្នាមជាតិបានបង្ហាញថាឡងវិទ្យាស្នាមមានសារៈប្រយោជន៍ដល់អ្នកប្រើប្រាស់ដល់សង្គមនិងបរិស្ថានទូទៅដែលអាចប្រើជំនួសប្រេងឬអង្ការសម្រាប់ប្រជាជនដែលរស់នៅតាមជនបទហើយការប្រើប្រាស់ឡងវិទ្យាស្នាមនេះអាចជួយអភិរក្សបរិស្ថានដោយទៅជើងកាត់បន្ថយការប្រើប្រាស់ក្នុងគ្រោះពូជស្ដាប់ខ្ញុំសម្បត្តិរៀបរាប់ពីផលប្រយោជន៍ច្រើនទៀតទេដល់ខាងលោកស្រីអស់សម្រាប់ជាស្ដាប់ហើយពីផលប្រយោជន៍ទាំងនេះបានរៀបរាប់ឲ្យអ្នកជំនាញក៏ដូចជាបងប្អូនឬសួនសង្កត់ក៏បានបកស្រាយពីផលប្រយោជន៍ទៀតដែរហើយជាពិសេសឲ្យឡើងក្នុងខេត្តស្វាយរៀងនេះខ្ញុំឃើញថាជាខេត្តដែលមានសក្តានុពលខ្លាំងតាមក្នុងឃើញព្រោះខេត្តនេះពុំទៅមានព្រៃឈើប៉ុន្មានទេដោយសារទីជួនច្រើនហើយតាមទីដើមមកមានព្រៃឈើច្រើនហើយប្រជាជននៅក្នុងខេត្តនេះក៏មានការឧស្សាហ៍ព្យាយាមខ្លាំងជាពិសេសក្នុងការច្នៃប្រឌិតធ្វើអបដោយយើងឃើញស្រាប់ហើយអ្នកដែលបន្តស្រាវជ្រាវតែធ្វើគេយកអាចគោអាចចំបីនោះធ្វើតបជើងនោះធ្វើជាទុកធ្វើជាអប
បានយ៉ាងល្អជំនួសឲ្យការបានចម្ងាយតែពីការក្នុងការផលិតអស់បាទហើយទៅជាការងាយស្រួលមិនត្រឹមតែជំនួសអស់បានទេជំនួសអ្វីផ្សេងៗទៀតការជំនួសពេលវេលាចំណេញពេលវេលាក្រៅទៀតបាទទៅហើយខេត្តស្វាយរៀងយកឃើញថាអ្នកដែលដល់ខេត្តស្វាយរៀងតែចាប់អារម្មណ៍អ្នកស្វាយរៀងថាចូលចិត្តញ៉ាំកាទៀងចូលចិត្តញ៉ាំសឹកចាក់បាទខេត្តស្វាយរៀងហើយយើងឃើញដល់ស្វាយរៀងយើងឃើញយើងនឹកឃើញដល់កាទៀងសឹកចាក់ហើយនឹងអត់ដែលគេធ្វើពីអាចលមកស្អាតណាស់បាទហើយយើងចង់ប្រែក្លាយចិត្តថាឲ្យមកស្វាយរៀងឲ្យនឹកឃើញដល់សឹកចាក់កាទៀងហើយនឹងឡោវាស្មាននេះបាទដូច្នេះយើងត្រូវទាំងអស់នេះត្រូវខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យឡោវាស្មាននោះរីកចម្រើនឡើងព្រោះឡោវាស្មានមិនមែនជំនួសតែអស់ទេគឺជំនួសបានអ្វីផ្សេងៗទៀតរហូតដល់ក្លាយទៅជាកម្មវិធីមួយដែលជួយឲ្យផលិតផលកសិកម្មរបស់យើងគឺកើតឡើងដោយធម្មជាតិបាទជំនួសជីគីមីហើយនឹងការគីមីយុទ្ធសាស្ត្រចាត់តករបស់រាជរដ្ឋាភិបាលដំណាក់កាលទី3នេះបានបញ្ជាក់ថាវិស័យកសិកម្មស្ថិតនៅតែជាវិស័យអាទិភាពដែលបានចូលរួមចំណាយប្រមាណ 30% ផលរបស់ក្នុងស្រុកនៅបង្កើនការងារសម្រាប់ប្រជាជនជាង 60% ហើយវិស័យនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំបើប្រៀបធៀបទៅនឹងវិស័យសំខាន់ទៅទៀតហើយលើទស្សនៈនេះរាជរដ្ឋាភិបាលប្រកាសដឹកនាំប្រកបត្រូវក្នុងណាត់បន្តដល់ជំនិតរបស់ផ្នែកចក្រណាដែលជួនតែនាយករដ្ឋមន្ត្រីនៃរាជធានីកម្ពុជាក្រៅពីការខិតខំជួបទាគ្រប់ឧបសគ្គដើម្បីបង្កើនផលិតកម្មកសិកម្មតាមរយៈការលើកស្ទួយប្រព័ន្ធកម្មនិងពីគិតគូរជាវិនិយោគកម្មដំណាំជាការចិញ្ចឹមសត្វជារីវកម្មរាជរដ្ឋាភិបាលក៏បានចូលរួមយ៉ាងសកម្មជាមួយនឹងនាការពិភពលោកនៅក្នុងការប្រយុទ្ធប្រឆាំងដីខ្សោះជីជាតិសម្រាប់និរន្តរភាពវិស័យកសិកម្មការលើកស្ទួយធ្វើការលើកស្ទួយការធ្វើកសិកម្មដោយរៀនការកាត់បន្ថយការប្រើប្រាស់គីមីក្នុងគោលកសិកម្មយ៉ាងណាមិញកម្មវិធីឡោជឿស្មារតីជាតិកំពុងតែឆ្លើយតបដោយសក្តានុពលទៅនឹងយុទ្ធសាស្ត្រពលិកខាងនេះហើយលើហេតុផលទៅបានពលិកគឺខាងលើយកថាគម្រោងឡោជឿស្មារតីជាតិត្រូវសាបជាប់ជាមួយនឹងការបញ្ចុះសត្វបរិវត្តកម្មនិងសេដ្ឋកម្មត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ក្នុងការកសិកម្មយើងប្រកបនឹងជាយ៉ាងមុតមមថាក្នុងពេលអនាគតគម្រោងឡោជឿស្មារតីជាតិនឹងមានការអភិវឌ្ឍឆ្លើយតបបានទៅតាមតម្រូវការនៅក្នុងស្រុកទាំងបរិមាណនិងគុណភាពនិងសេវាកម្មដូច្នេះក្នុងពិធីដ៏មានសារៈសំខាន់នេះដើម្បីជំរុញសកម្មភាពគម្រោងឡោជឿស្មារតីឲ្យបានសម្រេចតាមគោលដៅនិងដើម្បីរួមចំណែកបានខ្លាំងក្លាក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រមដំណាក់កាលទី3របស់រដ្ឋាភិបាលកម្ពុជាសូមលើកទៅអនុសាសន៍និងកំណត់បមួយចំនួនចំពោះអង្គភាពមន្ទីរកសិកម្មរាជធានីខេត្តអាជ្ញាធរមូលដ្ឋានគ្រប់ចំណាក់រួមទាំងពេទ្យសាស្ត្ររួមទាំងភ្នាក់ងារសុខាភិបាលសាស្ត្រផងដែរបាទគឺថាត្រូវទី1បន្តធ្វើការផ្សព្វផ្សាយឲ្យបានខ្លាំងក្លាពីផលប្រយោជន៍ឡោជឿស្មារតីក្នុងការលើកស្ទួយជីវភាពរបស់កសិករចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងរួមភាពទានលើកស្ទួយបរិស្ថានលោកបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ឲ្យបានរលូនក្នុងការកសាងឡោជឿស្មារតីឲ្យបានជោគជ័យក្នុងខេត្តគោលដៅនិងពង្រីកវិសាលភាពទៅខេត្តផ្សេងទៀតនៅទូទាំងប្រទេសបន្តពង្រឹងការអភិវឌ្ឍប្រព័ន្ធកសិកម្មចម្រុះដែលមានបសុកកម្មជារីវកម្មការដាំដំណាំគ្រប់ប្រភេទដែលជាវត្ត
ในการควบคุมที่ถึงสมองជាមួយឡជំនួសស្មានធ្វើឲ្យវិស័យកសិកម្មមាននិរន្តរភាពនិងផលិតភាពខ្ពស់ពង្រឹងការបន្តដំណើរកសិករឲ្យបានជាប់លាប់មើលបន្តបទពិសោធន៍បន្តដំណើរការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីធ្វើការផ្លាស់ប្ដូរទស្សនកិច្ចក្នុងប្រទេសដូចជាក្រៅប្រទេសក្នុងវិស័យនេះផងដែរហើយបានលោកទាវលោកស្រីពីក្នុងការនេះតាមនាមរាជរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជាក្រសួងកសិកម្មហាផ្បាននេសាទនៅក្នុងនាមឯកឧត្តមរដ្ឋនៃឧបពុទ្ធដោយក្នុងនាមផ្ទាល់សូមវាតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលគម្រោងសម្រាប់បានជាវិជ្ជមានគួរឲ្យកោតសរសើរគិតណាស់ហើយថាសមិទ្ធផលរបស់ប្រទេសនេះមិនអាចខ្វះបាននឹងការរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរគ្រប់ឋានៈនិងប្រជាជនផ្ទាល់ផងដែរទន្ទឹមនេះសូមថ្លែងអំណរគុណចំពោះចាស់ជំនួយទាំងអស់ដែលបានធ្វើឲ្យសមិទ្ធផលនេះលេចលោជារូបរាងយ៉ាងជាក់ស្ដែងក្នុងថ្ងៃនេះជាពិសេសគឺអង្គការ SND យើងសូមអរគុណដល់មន្ត្រីអនុវត្តគម្រោងនិងសូមបន្តនៅប្រពៃណីនៃកិច្ចសហប្រតិបត្តិការជាមួយនឹងចាត់ជំនួយឲ្យបានល្អប្រសើរជាងនេះទៀតសូមគោរពជាជាកម្មកម្មជាអក្សរីខ្ញុំមានសេចក្តីនិយាយសូមសាងសង់នៅទីនេះហើយសូមចប់តែប៉ុណ្្នឹងសូមអរគុណបាទសូមចប់ពីព្រោះមកឯកឧត្តមដែលអញ្ជើញទៅខាងសម្លេងសម្លាជួយដល់អង្គវិធីទាំងនេះផងដែរកម្មវិធីសូមកម្មវិធីជាបន្តសូមបងស្រីនេះចាបន្តពីកម្មវិធីប្រព័ន្ធវិទ្យាសាស្ត្រដល់គុណនិងជាប្រព័ន្ធជួយកសិករហើយខំជួយផ្សព្វផ្សាយដល់កសិករផ្សេងទៀតឲ្យចូលឡដែរបាទទី30000មកเป็นอาการขณะทั่วไปก็เราจะช่วยกันดูเกี่ยวกับอัตราส่วนต่างๆที่เกิดขึ้นครับมันต่อไปเอาหน้าครูหลายปีเนี่ยมาแล้วเอาเรื่องการเป็นในบ้านถ้าบ้านยังเศร้าmột tí buồn cái này món cái này món món hộp bà đi được kia là mồi bị chư bà bây mình đang có mồi chư có mình đang tiếp vi chặt mà cũng còn thấy cắt thôi ca chân này đến này chúng ta này này có bà rồi ban ini bukan ketua tadi mau akan kau nangai mau jangan aja kan kau bayar để trong can chăm sóc căn đầu chuyên môn lấy bày vú lấy những khu sạch nó đã đồ lỗ ba chân chụp quan của nó ngày đó mà nó ba ini dia platform này nó có bị cạn nó lo và anh ấy đây mới đây ai đồng tiền từ mưa nó thì bàn tiền tới đây chỉ phụ cho mau phi đi bàn cho nên thì ai mau ăn play buồn thua đây ba anh play như này này tôi nung như vậy đấy tôi nung tôi nung đây ba đôi kia còn có lố lụt nơi xa đấy bay con có lố hay tấm pi khai đã hấp tận ngay ba con hay ta mà tao con kia còn con 500 kg nên con mình này tôi bán gì đi
và hay cúi mò pin điênนี่คือตั้งได้พูดมอปินดีได้เลยบ่เยอะมันแต่การยอมมอนมาก็ลงดูนี่คือตัวซ่ายังบางปืนตัวเสา5 kilogram and then they plant here. เลิกดักมันที่สุด ร้อน ในร้านขันนะแต่ลุ่งมาปลาทีน้องเรียนมาลุ่งColor is also very good. Very uniform. Very healthy. It's very healthy. Từ tầm năm đây đôi khi sợi nó cứ bôi trôi xa và miền pi plot nó cứ plot và tam tầm lót này và con pha tam tầm lọp ai xuống tam bò sò tám không ngày tam cắt nó đôi kia giờ đấy cái bôi trôi xaเป็นได้ยังแต่ดีที่มันเป็นตื้อแบบกาอะไรที่เจอที่ประมาณโล đi không máy đá chúng ta đó là một hay tàu cứ tăng 1 mét តើមានឯកសារអីនេះមានសេចក្តីណែនាំរបស់ទីផ្សារមាននោះគេទៅដែរនេះគេទៅគេទៅ No, they're definitely all. They're definitely trying to process. Từ nó khó khăn không ai nó ban tràn riêng. Và hay là hàng kiều nó ban tích rồi. Mà lại cái lòng. Và យើងពុំតាមបន្តទៀតតើរយៈពេលប្រមូលផលប្រហែលថ្ងៃតឥឡូវហ្នឹងគាត់មានមងបន្តទៀតហ្នឹងថាយកពុំស្ដែកចែកឲ្យសមាជិកគាត់បាយអាហ្នឹងស្ដីអាណាស្ដែកខ្មៅអញ្ចឹងណាវាអត់តដល់ផលចុះមានអត់មានកើស្រះខ្លួនឯងជីកដោមិនស្រះvà cả mong thì mua thì trên xa tây đây ta đi nó môi nâng thì bộ cả sầm đó đàn na đập đi kẹt chán đi chăm đam thì chạy bắt đua đấy tận tụng là không stop rong stop អបពេលនេះជាប្រកាសចូលនេះដំលីមុខគោមកគង់ទឹកគង់ដែរមិនឲ្យទៅស៊ីอ๋อนั่นมันสีนี้ ใส่เข้ามา นู้นสีเลือนเลยนั่นแหละโอ้อันไหนวะ À, lớn lên đi, làm sao? Màu này chua bạn. Cho lớn lên thắng, được quắp ấy. Đây đây.
hốt từ đây vô ở từ thịt này sangអាចជា5 10ថ្ងៃអីវាអាចធំប៉ុណ្ណេះយើងវាមានប្រូតេអ៊ីនសាច់គ្រប់គ្រាន់ហើយអញ្ចឹងយកទៅដាក់បានប្រូតេអ៊ីនសាច់វាខ្ពស់ហើយវា22ទៅ24ចាចូលអញ្ចឹងដាក់ថ្លឹង1គីឡូបានមិនមែនជាលេនផុតទេគឺចូលទាំងដៃអត់មែនជាលេនផុតទេអាដាមចឹងលាយជាមួយស្អីហ្មងបាទលេនផុតក៏នំធ្វើមិនបានច្រើនទៀតចាចាហើយខ្ញុំខ្ញុំមានរោមអីមែនតើអីបានប៉ុណ្ណឹងហើយគឺមកចំណីសាក់ Alright, in the kitchen, they should show the kitchen. just a gram back okay yeah បាញ់ឲ្យដំ Mentioned that all the ចឹងមានដាក់នាឡិកាឯដំចឹងកាលណាប្រើទៅបើសិនវាអត់ញ័រចឹងមានន័យថាក្នុងសយុអត់មានប្រកាយ ហើយភ្លើងមកយុគទៅភ្លើងស្រា ចាភ្លើងពូល ពូដល់ពូលនេះក៏នេះបាទ nutrition for the children. Okay, good. in the agriculture center extension center extension at the village level so they have their យ៉ាប់ដែរណាបើទៅតែឡង់សេវាធ្វើ promotion ឲ្យឃើញប្រយោជន៍ច្រើនព្រោះគាត់អាងអីគាត់អាងទៅយតិតគូ20ចេញមកវិញបានអស់ក្រោយផ្ទះណាក្រោយផ្ទះទៅធ្វើកម្មករដកដលងគេ